ងឺសេមួនឆ្លងតែតាមការរួមភេទទេឬក៏អាចឆ្លងទៅលើកតាអ្វីខ្លះអញ្ចឹងតកតងជាមួយនឹងជំងឺសេមួន95%បងប្អូនដែលគឺឆ្លងតាមរយៈការរួមភេទប៉ុន្តែទៅលើករណីខ្លះឬក៏ទៅលើពពួកមេរោគខ្លះនឹងទៅតាមប្រព័ន្ធការពាររបស់បងប្អូនខ្សោយមិនថាស្ត្រីឬក៏បុរសទេគឺងាយនឹងធ្វើឲ្យគាត់មានការឆ្លងនៅប្រភេទជំងឺសេមួននេះដូចគ្នាតាមរយៈការប្រើប្រាស់បកូនសាធារណៈរួមការប្រើប្រាស់របស់របរចូលគ្នាផ្សេងជាពិសេសទៅលើអ្នកដែលគាត់ឧស្សាហ៍ផ្លាស់ប្ដូរដៃគូរួមភេទគឺគាត់នៅតែមានបញ្ហាតកតងមួយការងាយឆ្លងនៅប្រភេទជំងឺសេមួននេះអញ្ចឹងតកតងជាមួយនឹងប្រភេទជំងឺសេមួនបងប្អូនអាចសម្គាល់តកតងជាមួយនឹងការដោះដុំសាច់នៅជុំវិញប្រភេទមិនថាស្ត្រីឬក៏បុរសទេអាចទាំងដោះមកជាកចំដូចផ្កាខាត់ណាដោះមកដូចផ្កាស្ពៃដោះមកដូចកពឹសក្រូចខ្លែបក្រូចតាមប្រភេទរបស់បងប្អូនមិនថាស្ត្រីឬក៏បុរសអាចថាដោះនៅផ្នែកផ្សេងនៅកលៀននៅរុនគូតនៅវិញប៉ងស្វារបស់បុរសឬក៏ស្ត្រីអាចដោះនៅតាមទ្វារមានដោះនៅរុននោមឬក៏ដោះនៅតាមស្លាបទ្វារមានរបស់ស្ត្រីខុសប្រក្រតីដែលបងប្អូនអាចស្ទាបទៅមានសភាពក្រៀមក្រើមលាយឡំជាមួយនឹងអាការៈរមាស់មានបញ្ហាធ្លាក់សក្តៅកាហាយខុសប្រក្រតីអញ្ចឹងទៅលើបញ្ហាជំងឺសេមួនគឺជាប្រភេទជំងឺ HPV ជាពពួកមេរោគដែលបង្កនៅក្នុងឈាមដែលបងប្អូនបើសិនជាកំពុងតែជួបសញ្ញាឬក៏បងប្អូនកំពុងតែសង្កេតឃើញថាតំបន់ទ្វារមានការប្រែប្រួលខុសប្រក្រតីបងប្អូនគួរតែឆាប់ធ្វើការស្វែងរកដំណោះស្រាយឲ្យបានត្រឹមត្រូវអញ្ចឹងបងប្អូនកំពុងតែមានរោគសញ្ញាសង្ស័យគិតថាខ្លួនឯងកំពុងតែមានបញ្ហានេះចូលបងប្អូនធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវឬក៏ធ្វើការប្រឹក្សាឲ្យបានត្រឹមត្រូវដើម្បីទទួលបានការព្យាបាលបានត្រឹមត្រូវតទៅមួយការព្យាបាលទៅលើប្រភេទជំងឺកាមរោគសេកមួន